បាទជម្រាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook បាទថ្ងៃនេះសូមចែកម្លែកថ្នាំដែលបងប្អូនត្រូវថ្នាំលើសឈាមបាទខ្ញុំឃើញកំប៉ុង ABC អីថាបបួលហៅហូបមិនមែនទេបាទសូមចែកម្លែកថ្នាំលើសឈាមបងប្អូនមួយចំនួនចាប់ពីអាយុ40ច្រាស់ឡើងទៅច្រើនមានអាការៈលើសឈាមបាទបើសិនជាបងប្អូនមានអាការៈលើសឈាមបាទសូមបងប្អូនអានេះជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំផ្ទាល់ធ្លាប់ជាខ្លួនឯងផ្ទាល់ក៏ប្រាប់ទៅបងប្អូននឹងបន្តដែរហើយគ្រួសារខ្ញុំហ្នឹងក៏បាទក៏លើសឈាមដែរឡើង18ហើយជាមុនជំនាន់កូវីដហ្នឹងខ្ញុំឈាមឡើងដល់18 19ពេលនោះវិលឡើងក្អួតមកបងប្អូនវិលឡើងក្អួតបានលោកពូម្នាក់ប្រាប់តដែរក៏លេខចែកជូនដល់បងប្អូនទៅអាហ្នឹងខែប្រាំងផងពិបាករកក្តាមបងប្អូនដើរទៅ2 3ជុំបឹងរមចង់បានបើសិនជាបងប្អូនមានអាការៈលើសឈាមដូចខ្ញុំបាទកាលពីមុនអញ្ចឹងបងប្អូនរកបានក្តាម3មករកបានក្តាម3បុកលាងវាឲ្យស្អាតបុកទាំងជើងទាំងស្នូកទាំងអស់បុកហើយចាក់ ABC មកកំប៉ុងចូលចាក់ចូលក្នុងក្បាលហ្នឹងក្លុកគ្នាមកបងប្អូនក្លុកវាឲ្យសប់ហើយបងប្អូនពូតត្រង់យកទឹកឲ្យស្អាតដាក់ក្នុងដបទឹកសុទ្ធក្លាសសេបងប្អូនហើយបងប្អូនភាសាព្រឹកមកពេលញ៉ាកោល្ងាចមកពេលញ៉ាកោមិនមែនឲ្យមកកំប៉ុងនេះឲ្យភាសាទាំងអស់ហ្នឹងណាឲ្យព្រឹកភាសាមកពេលញ៉ាកោល្ងាចភាសាមកពេលញ៉ាកោបើបងប្អូនឈាម18ដូចខ្ញុំហូបទៅបងប្អូនចុះនៅសល់15បងប្អូនគួរតែពិសាមកកំប៉ុងទៀតធ្វើអញ្ចឹងដូចដើមទៀតហើយបើ15ចុះនៅសល់11បងប្អូនគួរតែពិសាបន្តទៀតពិសាបន្តរហូតដល់នៅ10កន្លះសូមបងប្អូនឈប់បាទហើយឆ្នាំពេទ្យឆ្នាំបញ្ចុះឈាមហ្នឹងក៏គួរតែពិសាដែរបងប្អូនអត់អីទេយើងនៅពេលឈាមយើងឡើងអញ្ចឹងយើងពិសាចន្លោះពេលគ្នាទៅបាទខ្ញុំជារយៈពេលលើសឈាមហ្នឹងចាប់ពីមុនកូវីដមករហូតដល់ឥឡូវហ្នឹងប្រហែលប្រហែលជា 4-5 ឆ្នាំបងប្អូនប៉ុន្តែធ្លាប់ឲ្យនិយាយប្រាប់បងប្អូនផ្ទាល់ដែរមិនដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook បើសិនជាបងប្អូនមានជំងឺអាការៈលើសឈាមដូចខ្ញុំដែរសូមបងប្អូនពិសាដូចខ្ញុំមើលខ្លាចទៅបានជាដូចខ្ញុំដែរដូច្នេះនិយាយនេះក៏ថាចង់ឲ្យបងប្អូនចំណាយតិចព្រោះតែជំងឺចុះឈាមលើសឈាមនឹងមានបញ្ហាច្រើនប៉ះពាល់ដល់ខូចមួយចំហៀងខ្លួនក៏មានអាចដាច់សរសៃឈាមចូលខួរក្បាលក៏មានដូច្នេះហើយវាមិនអស់ប្រហែលទេបងប្អូន ABC មកកំប៉ុង 5000 យើងហូបទៅហូបតទៅចុះនៅដល់11កន្លះដល់10កន្លះសូមបងប្អូនឈប់ពិសាបាទបងប្អូនពិសាទៅខ្លាចនៅក្រែងនៅបានជាដូចខ្ញុំមិនប្រកាសថាជា 100% ប៉ុន្តែខ្ញុំតាំងពីឆ្នាំកើតកូវីដនឹងមករហូតដល់ពេលឥឡូវនេះខ្ញុំមិនដែលលេបថ្នាំជិះលើសឈាមអីទេបងប្អូនពីមុនខ្ញុំឡើងដល់18តាំងពីនឹងមករហូតដល់ឥឡូវអត់ដែលមានហូបថ្នាំពេទ្យថ្នាំអីទេប៉ុន្តែកន្លងមកធ្លាប់ហូបកាលហូបថ្នាំពេទ្យជាប្រចាំដល់តាំងពីឡើងដល់18នឹងមកហូបABC ជាមួយក្តាមនឹងមកបុកក្តាម3បុកទាំងអស់ពូតយកទឹកដាក់ជាមួយ ABC ហ្នឹងហើយហូបព្រឹកមកពេលញ៉ាកោងាយមកពេលញ៉ាកោហ្នឹងហូបឡើងអស់3កំប៉ុងបងប្អូនក៏ចុះនៅឈាម10កន្លះទៅក៏ឈប់ហូបរហូតដល់ជាដល់សពថ្ងៃហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាមានសារៈសំខាន់បាទជាប្រយោជន៍សូមបងប្អូនជួយចែកម្លែកតគ្នាផងបាទសូមអរគុណហើយក៏សូមជូនពរដល់បងប្អូនដែលអូពិសាតាមខ្ញុំនេះឲ្យបានជាដូចខ្ញុំដែរនឹងគ្រួសារខ្ញុំផងដែរបាទសូមអរគុណ